បាទសួស្តីពុកម៉ែបងប្អូននេះគេហៅថាក្រោលរមាសនៅតាមផ្លូវវងធំយើងហ្នឹងពីពលានជលត្រីមកមុនដល់ប្រាសាទប្រខាន់នៅខាងស្ដាំដៃយើងនឹងឃើញមានផ្លាកមួយគេដាក់ថាក្រោលរមាសហើយយើងជិះបត់ស្ដាំចូលតាមផ្លូវបន្តិចមកយើងនឹងឃើញដល់ក្រោលរមាសហ្នឹងហើយបងបាទអញ្ចឹងក្រោលរមាសហ្នឹងគឺរូបរាងគឺបែបនេះឯងវាជាជញ្ជាំងថ្មបាយក្រៀមរាងជារង្វង់បាទរាងជារង្វង់បែបនេះខ្ញុំដាក់នេះបាទគឺរាងជារង្វង់បែបនេះបាទធំដែរកត់ចិត្តវាចង់ចូលអាចដល់50-60 ម៉ែត្របាទធំបាទធំខ្ញុំមិនបានច្បាស់រឿងប្រវត្តិពីដើមតែកន្លែងនេះសម្រាប់ធ្វើអីទេបាទគាត់ថាចង់បង្ហាញឲ្យពុកម៉ែបងប្អូនដែលបានមើលវីដេអូនេះហើយស្គាល់ពីក្រោលរមាសបាទជាក្រោលរមាសដែលយើងចង់ឲ្យថាមិនសូវមានអ្នកមកទស្សនាទេកន្លែងនេះពីច្រើនយើងជិះហួសទៅដល់ប្រាសាទប្រខាន់តែម្ដងតែនៅវងនេះបាទអញ្ចឹងជាក្រោលរមាសបាទធំល្អប្រហែលជាអាចកន្លែងសម្រាប់ដាក់រមាសចិញ្ចឹមរមាសសម្រាប់ព្រះមហាក្សត្រនៅសម័យនោះបាទអញ្ចឹងទេសភាពស្អាតមានដើមឈើធំល្អស្រឡះមានសត្វហើរសត្វយំស្រែកពីនេះស្អាតល្អបាទអញ្ចឹងពុកម៉ែបងប្អូនដែលបានមកលេងខេត្តសៀមរាបបាទអាចឈៀងចូលមកលេងបានវាអាចជារូបភាពមួយថ្មីដែរបាទក្រោលរមាសបាទសូមអរគុណច្រើនពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះបាទសូមជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតបាទសូមអរគុណច្រើន